ក្រោយពីការសម្រកខ្លាញ់ក្បាលពោះដែលរ៉ាកំប្លែងកាត់តុកត្អូញបាត់ចំណូលពីការច្រៀងចម្រៀងការក្នុងមួយឆ្នាំតារាកំប្លែងអ្នកនាងសុកចន្ទធីតាហៅកាត់តុកអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីវកម្មច្រៀងចម្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបាត់ប្រាក់ចំណូលច្រើនពីអាជីវកម្មនេះបើប្រៀបធៀបទៅនឹង2ឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវកាលម្ដងតារាកំប្លែងកាត់តុកដើរច្រៀងចម្រៀងកាត់សក់ក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងចម្រៀងការដោយការមុនសោះជួយជាមួយតារាកំប្លែងអ្នកនាងកាត់តុកកាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងចម្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការមើលទៅតែទោះបីជាយ៉ាងណានាងក៏បានងាកមកធ្វើការងារច្រើនផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមកមីញឹកដូចមុនតារាកំប្លែងអ្នកនាងកាត់តុកបានទៅបើកហាងកែសម្ផស្សមួយកន្លែងវាកាត់សម្រកខ្លាញ់ក្បាលពោះដើម្បីបានរៀងស្អាតកប់ចិត្តស្វាមីអ្នកនាងកាត់តុកបាននិយាយដោយមិនលាក់បាំងថាអាយុធម្មតាអាយុយើងច្រើនហើយត្រូវតែកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតកប់ចិត្តស្វាមីផងនិងកប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនបានដឹងថាយើងតែសម្ផស្សនោះជាស្ដែងថ្មីនេះអ្នកនាងបានទៅវាកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយការពីមុនមកវិញសុខភាពរបស់នាងពេលនេះបានទទួលបានល្អប្រសើរឡើងច្រើនហើយអាចបំពេញការងារបែបគ្រប់យ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំប្លែងកាត់តុកកំពុងបណ្ដោះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនពីព្រោះនាងមានដងខាងសិល្បៈដូចជាម្ដាយផងដែរតែទោះជាយ៉ាងណាអ្នកនាងកាត់តុកចង់ឲ្យកូនរៀនសូត្រឲ្យបានជ្រាលជ្រៅជាមុនសិន